Facebook ដែលបងប្អូនតែងធ្វើនៅខេត្តបាត់ដំបងតកតងទៅនឹងការរោគសត្វដូចជាសត្វគេហៅលមូនហ្នឹងណាគឺបងប្អូនខ្លះគាត់រោគពោះរោគអីចឹងណាខេត្តបន្ទាយមានជ័យក៏មានដែរបាទតំបន់នេះក៏មានដែរបងប្អូននិយាយរួមទៅមានសត្វពោះមានសត្វស្លាបមានអីដូចគ្នាតើអ្នកខ្ញុំអត់ដែលស្គាល់ពីមុនគេឮថាពោះស្រកាចាស់ហ្នឹងបាទពោះស្រកាចាស់ហ្នឹងយំដូចឆ្មាយ៉ាងយំញ៉ាវបើថាតកតងនឹងតំបន់នេះគឺសម្បូរបងប្អូនគេហៅថាតំបន់ព្រៃលិចទឹកហ្នឹងគឺសម្បូរសត្វពោះមែនទែនបាទថ្នាក់លមូនហ្នឹងច្រើនដូចជាពោះវែកបាទវិនវែកកបីវែកស្ងាវែកដបោកវែករនាមត្រង់រនាមអញ្ចឹងណាហើយខ្ញុំក៏បានឃើញអំបោពោះមួយចំនួនដែរបាទគឺបាទជារីសួរពុកម៉ែបងប្អូននេះគឺជាទស្សនភាពវាលស្រែនាម៉ោងប្រហែលទេបងប្អូនខ្ញុំមើលសិនម៉ោង5:20 នាទីល្ងាចវីដេអូមុនគឺយើងថតអត់មានពន្លឺព្រះអាទិត្យទេណាតែក្នុងវីដេអូនេះគឺយើងចាប់ផ្ដើមព្រះអាទិត្យចាប់ផ្ដើមរះរឹមហើយក៏ពិតដល់យើងថតតាពីម៉ោង4ជាងប៉ុន្តែដោយសារមេឃសតុំបាទរោភ្លៀងអញ្ចឹងទៅបាត់បង់ពន្លឺព្រះអាទិត្យអញ្ចឹងទៅទស្សនភាពដែលបងប្អូនបានទស្សនាក៏ឃើញផ្សេងគ្នាដែរបងប្អូនបាទកុំឲ្យខកខានឱកាសដែលស្អាតចែកជូនបងប្អូនបានទស្សនានេះគឺខ្ញុំសូមផ្តិតយកទស្សនភាពបៃតងបន្ថែមដែលបងប្អូនចូលចិត្តអញ្ចឹងណាខ្ញុំធ្វើការអត្ថាធិប្បាយផ្ទាល់ដើម្បីចំណេញពេលបាទចំណេញពេលវេលាបើសិនជាខ្ញុំយកទៅ voice over អីចឹងគ្មានកម្លាំងទេបងប្អូនជួនកាលទៅយើងងុយគេងុយអីចឹងណាបងប្អូនបាទវេលាម៉ោងនេះឃើញថាទេសភាពស្អាតមកយ៉ាងបងប្អូនស្អាតប្លែកមែនទែនបាទហើយតាមស្រែបងប្អូននេះមានភ្លឺស្រែនេះគឺយើងភ្ជួរឡើងឆូតដល់ហើយយើងមានស្មៅមានអីហ្នឹងចាបងប្អូនបាទសម្រាប់ដើរកំសាន្តអញ្ចឹងណាបងប្អូនបាទនៅតំបន់លិចទឹកនេះដោយខ្ញុំតែងទេសនា vlog Facebook ដែលបងប្អូនតែងធ្វើនៅខេត្តបាត់ដំបងតកតងទៅនឹងការរោគសត្វដូចជាសត្វគេហៅលមូនហ្នឹងណាគឺបងប្អូនខ្លះគាត់រោគពោះរោគអីចឹងណាខេត្តបន្ទាយមានជ័យក៏មានដែរបាទតំបន់នេះក៏មានដែរបងប្អូននិយាយរួមទៅមានសត្វពោះមានសត្វស្លាបមានអីដូចគ្នាតើអ្នកខ្ញុំអត់ដែលស្គាល់ពីមុនគេឮថាពោះស្រកាចាស់ហ្នឹងបាទពោះស្រកាចាស់ហ្នឹងយំដូចឆ្មាយ៉ាងយំញ៉ាវបើថាតកតងនឹងតំបន់នេះគឺសម្បូរបងប្អូនគេហៅថាតំបន់ព្រៃលិចទឹកហ្នឹងគឺសម្បូរសត្វពោះមែនទែនបាទថ្នាក់លមូនហ្នឹងច្រើនដូចជាពោះវែកបាទវិនវែកកបីវែកស្ងាវែកដបោកវែករនាមត្រង់រនាមអញ្ចឹងណាហើយខ្ញុំក៏បានឃើញអំបោពោះមួយចំនួនដែរបាទគឺដូចជាពោះវែកកបីក៏ខ្ញុំស្គាល់នៅតំបន់នេះដែរបាទបើនិយាយពីនិទានកាលពីតូចវិញបងប្អូនកាលពីតូចខ្ញុំទៅស្រែវិញឮសត្វយំដូចឆ្មាខ្ញុំបានតែឆ្មាដែរបងប្អូនតែប៉ុន្តែវាមិនមែនជាសត្វឆ្មាទេគឺជាសត្វពោះគេពោះស្រកាចាស់ហើយវាមានរាងដូចពោះថ្លាន់ប៉ុន្តែវាមានរាងខ្លីអញ្ចឹងទៅបងប្អូនអញ្ចឹងទៅវាមានកាឡាវាមិនដូចគ្នាទាំងស្រុងទេហើយនៅខាងសៀមរាបយើងមានណាគេហូបទេបងប្អូនដោយសារគេគិតថាវាជាប្រភេទពោះមានពឹសបងប្អូនហើយមួយទៀតគេមានជំនឿថាការហូបពោះស្រកាចាស់ហ្នឹងទៅធ្វើឲ្យយើងអាចងឹតភ្នែកថ្ងៃណាមួយដល់ពេលយើងហ្នឹងពិបាកមើលអញ្ចឹងណាប៉ុន្តែខ្ញុំអត់ដែលដឹងថាយ៉ាងម៉េចដែរប៉ុន្តែគ្រាន់តែឃើញបងប្អូននៅក្នុង blog Facebook នៅខេត្តបាត់ដំបងក៏ដូចជាខេត្តបន្ទាយមានជ័យហ្នឹងពេលដែលបានពោះស្រកាចាស់ហ្នឹងមកមានអារម្មណ៍ថាដូចជាបានរបស់ពិសេសអញ្ចឹងណាបើនៅសៀមរាបមិនចេះបងវិញបងប្អូនបើសៀមរាបបើបានពោះវែកពោះអីគេគិតថាជារបស់ពិសេសវិញអញ្ចឹងទៅបងប្អូនបាទបើចំពោះខ្ញុំចូលចិត្តហូបពោះដែរប៉ុន្តែមិនមែនជាប្រភេទពោះដែលមានពឹសទេយើងហូបប្រភេទតែពោះដែលស្លូតដូចជាពោះផលិតនៅសៀមរាបយើងមានពោះផលិតដូងបាទផលិតតាណាបើយ៉ាងទេបាទហើយពោះកញ្ច័ន្ទពោះត្រីរ៉ស់អីចឹងទៅហើយការចូលចិត្តហូបពោះរបស់ខ្ញុំកាលពីតូចហ្នឹងគឺចេះពីតូចចូលចិត្តមែនប៉ុន្តែបច្ចុប្បន្ននេះគឺថាឃើញពោះដូចមិនជាចំណូលទេបងប្អូនមិនមែនជាចំណូលចំណូលចិត្តរបស់ខ្ញុំទេអញ្ចឹងណាគឺពោះខ្ញុំហូបពីតូចខ្ញុំចូលចិត្តមែនបាទមានងៀតពោះមានឆាក្តៅពោះមានស្ងោរពោះមានពោះអាំងពោះអំពងអញ្ចឹងទៅបងប្អូនបាទអញ្ចឹងទៅបច្ចុប្បន្ននេះ
trong hộp khác đây trong hộp tập pong thì bọn nơi xa nô sao rí pong pua phần lớn nó cứ chừng như bà nơi là đâu thực sro bọn bốn pua chập đam pong là chỉ sẽ pua phần lớn nơiประเภทพวกเลือดมีปีบางคนครับพวกเลือดโดงพวกเลือดโดงมีในทางเรียงก็หอมซอมาไอ้มีกะลาธรรมดาแต่บางพวกเลือดพวกเลือดตันนับน้องวิขมาวชนดยมดังดาสกบางคนที่เขาทับพวกไอเตบางคนบ้าคือมันจะจัดหกโปงเวียนะบ้าปัจจัยมีนโปงพวกเซ็งได้ปัจจัยยมได้ยำได้พวกมีนพวกประเภทพวกเวกแก้วแก้วสลัมแก้วนั่นก็กี่หกได้บางคนแต่ខ្ញុំអត់ហ៊ានបាទហើយតាមស្រែនេះនៅពេលយប់បើខែទឹកឡើងជាពិសេសទាក់ទងទៅនឹងខែវស្សាគឺសម្បូរប្រភេទពស់ច្រើននៅនេះមានប្រភេទពស់សកាចាស់ក៏មានដែរពស់ថ្នាំងពៅពស់ដែកខ្យាពស់វែកបាទហើយបង្កែបវិញបងប្អូនតំបន់នេះមិនដូចតំបន់នៅក្បែរភូមិទេនៅតំបន់នេះកង្កែបគឺធំគេហៅកង្កែបទលេបងប្អូនពីរបើបងប្អូនមានគ្រួសារធំបាទបងប្អូនយកមកឆាបងប្អូនឆាលាយបន្លែលាយអីបងប្អូនប្រើតែកង្កែបពីរទៅឆាមកផ្ទះដោយសារបានខ្ញុំហ៊ាននិយាយអញ្ចឹងកង្កែបនឹងខ្លាញ់ពេញពោះបាទហើយសាច់សិតតែខ្លាញ់ហើយសាច់ស្តៀងទៅសាច់ជ្រូកវិញបងប្អូនខ្ញុំអត់និយាយកុហកទេឆ្អឹងរឹងបាទជាបំពងកង្កែបដែលរស់នៅតាមតំបន់បឹងទលេសាបគេហៅបឹងបឹងទលេសាបយើងនេះគឺសម្បូរសត្វពស់គឺសត្វកង្កែបគឺធំបងប្អូនខ្ញុំដាក់ទ្រូជាប់អីចឹងប៉ុន្តែសាច់ឆ្ងាញ់បងប្អូនបាទប៉ុន្តែគ្រាន់តែឆ្អឹងរឹងតិចឆ្អឹងរឹងជាងឆ្អឹងមាន់ទៀតបងប្អូនបាទហើយនៅតំបន់នេះគឺសត្វស្លាបសត្វអីគឺថាសម្បូរហើយមានពស់មានកែបមានដើកមានអីចឹងទៅបងប្អូនហើយត្រីក៏សម្បូរបាទការនេសាទការនៅតំបន់នេះគឺពីដើមឡើយប្រជាជនយើងអត់សូវចូលចិត្តធ្វើស្រែទេពីដើមឡើយគឺតំបន់នេះគឺគេបលែងគូទេបងប្អូនវាស្រែដែលបងប្អូនឃើញនេះគឺជាវាស្រែដែលប្រជាជនយើងគាត់ខ្វៀលគូបាទគាត់ខ្វៀលគូយ៉ាងម៉េចបងប្អូនបាទនៅរដូវធ្លៀងធ្លាក់នេះវាគ្រប់ទីកន្លែងមិនមែនជំនួសដោយស្រូវនេះទេគឺជំនួសដោយស្មៅខៀវអញ្ចឹងទៅគាត់យកគូមកបលែងបាទគាត់អត់ចងទេបងប្អូនហើយគាត់ដើររោគអស់រោគអីរោគត្រីរោគសត្វរោគអីចឹងណាគឺចំណេញពេលហើយគោគាត់ច្រើនផ្ទះខ្លះគោ10ក្បាលអីចឹងទៅបានចាំជាលក្ខណៈគ្រួសារហើយផ្ទះខ្លះទៀតក៏គោ2 3ក្បាលចឹងទៅបានចាំជាលក្ខណៈគ្រួសារហើយអ្វីដែលពេញនិយមបំផុតគឺឆាញ់ចែសម័យពីដើមគោមូលហេតុដែលគេរោទីវាខ្វៀលដោយសារប្រជាជនយើងធ្វើស្រែគ្រប់កន្លែងបាទស្ទូងចឹងទៅយើងមិនអាចយកគោទៅចងកន្លែងសន្ទូងគេឲ្យស៊ីស្រូវគេទេចឹងណាគឺត្រូវយកបបលេងហើយបលេងមកទឹកទលេចាប់ដើមឡើងដល់រដូវក្នុងខែ8 9ហ្នឹងខែ7ខែ8ចុះបងប្អូនខែ8ហ្នឹងគឺទឹកទលេរឹបឡើងពីទលេសាបមកបានមានភ្លៀងបុកពីលើទៅបានមានទឹកចំនួនបុកពីលើទៅទឹកនៅទឹកលាគេហៅទឹកលាហ្នឹងបុកទៅទឹកធ្វើឲ្យកំណើនទឹកបឹងទលេសាបនោះឡើងខ្លាំងបាទឡើងខ្លាំងហើយយើងបលែងគោបដាយើងដើរបាញ់កដោបាទកដោបងប្អូនពីដើមឡើយគឺមិនមែនជាអ្នកធ្វើអាជីវកម្មកដោអីទេបងប្អូនគឺបាញ់យកមកហូបហើយកដោនៅវាលនេះគឺកដោស៊ីដើមឈើសឹកឈើហ្នឹងគឺថាសម្បូរបែបណាបងប្អូនមិនមែនថាកដោទីក្រុងទេណាបងប្អូនហើយដើមឡើយក៏អត់ដែលមានអ្នកធ្វើអាជីវកម្មលក់កដោអាំងកដោអីទៅតាមបណ្ដាខេត្តដែរទៅមិនបច្ចុប្បន្នទេដែលបងប្អូនយើងចាប់ផ្ដើមធ្វើអាជីវកម្មលក់កដោអាំងអីហ្នឹងបាទឆ្ងាញ់បាទបងប្អូនបងប្អូនកុំខ្ពើមដើមដោយសារប្រភេទកដោនៅបឹងទលេសាបយើងនេះគឺកដោដែលចេញពីព្រៃដែរបងប្អូនស៊ីតាផ្លែឈើសបកឈើស្លឹកឈើស៊ីស្រូវអញ្ចឹងទៅបងប្អូនបាទគឺឆ្ងាញ់បងប្អូនខ្លាញ់វាហើយខ្ញុំផ្អាកញ៉ាំកដោនោះជាងចូល20 ឆ្នាំដែរបងប្អូនប៉ុន្តែគ្រាន់តែឥឡូវនេះខ្ញុំបានសាកល្បងឡើងវិញដែរបាទគឺថាឆ្កាញ់ដោយសារកដោធម្មជាតិយើងយកចេញពីតំបន់ហ្នឹងឯងបងប្អូនបាញ់ដាក់អង្គប់ដាក់អន្ទាក់អញ្ចឹងទៅហើយកដោវាមានប្រភេទកដោប្រែងហើយនិងកដោស្បាតកដោប្រែងគឺធំបាទហើយឆ្ងាញ់ណាស់បងប្អូនយកមកអាំងវាឈ្ងុយបាទប៉ុន្តែ
bà thưa trâu thế mà bọn bà thưa ăn trâu có rùa chết cần đau nó có ngày đây vì chạy chân tư khi ông club xả là bong bà chỉ bảy năm môn nơi khác bên mình trí tại bong bồn có thưa miền bờ lai miền ấy miền tức bảo ấy trầm tới bên đấy nhằm tới miền là làm thay chạy chân tư dương khi ông tranh lần giống chấp uột bà chừng ảo chân tư bà vậy chứ bên thằng này ở bong bồn cái làm tì bên đấy còn bà tha thưa mình tới có ngày miền này bên tha sát ấy thì bà tụi bây giờ sai cũ bong bồnแต่เพื่อมันเติร์ก็มีอารมณ์นะเพื่อมันจะเฮ้ยก็ยามมันโจเลยพอแต่ขยมนี่บ้านเนี่ยคลาก็ตัดใจเคลื่อนนะก็มีอารมณ์นะช่างได้บางคนมาแล้วมองนี่คือท่าที่เพียบสะอาดบ้าไอ้เวลาขยมจองเคยมันต่อเทียนนู้คือท่าจองเคยเซลล์ในตะบอนนี่รุดละหล่อบ้าต่างปีนี่เตอร์ละโหดจรดกันจังนะจรดกันยังทุ่มเคลื่อนเซลล์ป่าฮามีกำลังกายนะบางคนมาខ្ញុំបាទក៏សូមអរគុណចំពោះបងប្អូនដែលបានចូលទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមដល់ចប់ហើយខ្ញុំនឹងព្យាយាមផលិតវីដេអូបែបទុកស្រែដែលទាក់ទងទៅនឹងប្រទេសកម្ពុជាយើងផងដែរដើម្បីចែកជូនបងប្អូនបានទស្សនាបាទហើយបើបងប្អូនពេញចិត្តនៅវីដេអូរបស់ខ្ញុំកុំភ្លេចចូល Subscribe ផងបាទហើយមើលឲ្យចប់បងប្អូនចាប់បានមកបាទខ្ញុំចង់ផលិតនេះទី1ពេញចិត្តនឹងការធ្វើទី2ក៏ចង់រកចំណូលតិចតួចបានមិនបាច់ច្រើនក៏បានដែរហើយតែបានជប់ខ្លួនថាទៅតាណាយើងអាចចែករំលែកបានបាទមានលទ្ធភាពចាក់សាំងធ្វើដំណើរបាននេះគឺជារឿងដែលល្អសម្រាប់ខ្ញុំហើយបងប្អូនបាទសូមអរគុណបងប្អូនដែលបានចូលទស្សនាបាទ